កម្ពុជាបានតវ៉ាប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធយោធាថៃក្នុងតំបន់ដែលបានកាន់កាប់មានចំនួន3ចំណុចបាទពុកម៉ែបងប្អូនប្រិយមិត្តទស្សនិកជនជាទីមេត្រីថ្នាក់ដឹកនាំតែងតែដើរយុទ្ធសាស្ត្រស្ងាត់តែមិននៅស្ងៀមបាទពុកម៉ែបងប្អូនក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញលិខិតជាផ្លូវការមួយតវ៉ាប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃក្នុងតំបន់ដែលបានកាន់កាប់បាទពុកម៉ែបងប្អូននេះគឺជាលិខិតផ្លូវការមួយដែលពុកម៉ែបងប្អូនសូមជួយចែករំលែកឲ្យបានច្រើនផងដើម្បីឲ្យទៅដល់ការពិភពលោកជាពិសេសនោះគឺប្រទេសថៃផ្ទាល់តែម្ដងបាទក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានតវ៉ាផ្លូវការជាថ្មីម្ដងទៀតប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃដែលផ្ទុយនឹងវិធានការកាត់បន្ថយភាពតានតឹងដែលមានចែងក្នុងចំណុចទី1នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ JBC ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025សកម្មភាពទាំងនេះដែលបានប៉ះពាល់ធ្ងន់ធ្ងរដល់អធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាបង្កឡើងនៅថ្ងៃទី19ខែមករាឆ្នាំ2026រួមមានដូចជា1ការតម្កល់រូបសំណាកព្រះពុទ្ធបដិមានៅលើទីតាំងរូបសំណាកបដិមាព្រះវិស្ណុដែលត្រូវបានបំផ្លាញដោយមន្ត្រីយោធាថៃនៅតំបន់អានសេះខេត្តព្រះវិហារ2ការដាក់រាយកុងតឺន័រដើម្បីរាងផ្លូវនៅតំបន់បឹងត្រកួនខេត្តបន្ទាយមានជ័យ3ការសាងសង់លិនដ្ឋានដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់នៅតំបន់បឹងត្រកួនកម្ពុជាអំពាវនាវឲ្យប្រទេសថៃអនុវត្តឲ្យបានពេញលេញនិងស្មោះត្រង់នៅប្រការទាំងអស់នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅចុះថ្ងៃទី27ខែធ្នូឆ្នាំ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតដើម្បីកាត់បន្ថយភាពតានតឹងកសាងទំនុកចិត្តនិងការជឿជាក់ព្រមទាំងស្ដារសន្តិភាពរវាងប្រទេសទាំងពីរឡើងវិញកម្ពុជាបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ហើយប្រកាន់ភ្ជាប់នូវគោលការណ៍ថាព្រំដែនមិនត្រូវបានកែប្រែដោយប្រើកម្លាំងឡើយចុះនៅរាជធានីភ្នំពេញថ្ងៃទី21ខែមករាឆ្នាំ2026ដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិពីខ្ញុំបាទរមសវីអង្គភាពសារព័ត៌មាន Friday Daily News